មកស៊ីមរៀបបាន10ថ្ងៃជាងហើយបងប្អូនហើយនៅស៊ីមរៀបគឺសប្បាយបងប្អូនមានកន្លែងដើរលេងច្រើនអញ្ចឹងហើយមានកន្លែងញ៉ាំអីច្រើនដែរមនុស្សម្នាក៏រស់រាយរាក់ទាក់ហើយពួកគាត់ចាមើលទៅខ្ញុំជួយចិត្តការរស់នៅសៀមរាបនិងប្រជាជនយើងនៅខេត្តសៀមរាបអញ្ចឹងណាបងប្អូនមានការជួយអាសាគ្នាទៅវិញទៅមកចិត្តល្អចាហើយថ្ងៃនេះគឺពួកខ្ញុំបាននាំក្មេងៗកូនទាំងកូនស្រីខ្ញុំទៅកើតបានមួយខែជាងហ្នឹងបងប្អូនចាទាំងអស់គ្នាបានមកកន្លែងមួយកន្លែងនេះបងប្អូនគឺជាហាងកាហ្វេទេប៉ុន្តែគាត់រៀបចំស្អាតមែនទែនបងប្អូនចាគឺមានការតាក់ទាញពីភ្ញៀវទេសចរទៅលេងកន្លែងនឹងដែរអញ្ចឹងណាបងប្អូនចាហើយនៅកន្លែងនេះគឺមិនត្រឹមតែជាហាងកាហ្វេបងប្អូនគឺមានទាំងការធ្វើចម្លាក់គូររូបចាវិញផ្ដៅធ្វើពីដៃអីអញ្ចឹងណាបងប្អូនអញ្ចឹងទៅគឺខ្ញុំគេថានាំក្មេងៗទៅដើម្បីឲ្យគាត់ឃើញអំពីទិដ្ឋភាពដែលធ្វើពីដៃចាហើយហាងកាហ្វេនេះដែរគឺឈ្មោះថាសច្ចៈចាបងប្អូនហើយការចូលទៅមើលការធ្វើពីដៃឆ្លាក់រូបចម្លាក់អីផ្សេងហ្នឹងគឺអត់អស់លុយទេយើងអត់ត្រូវការបង់សម្បត្តិដើម្បីចូលទៅមើលកន្លែងហ្នឹងឬក៏ទៅលេងកន្លែងហ្នឹងណាបងប្អូនចាហើយនិយាយទៅចូលទៅគឺគេមានរៀបចំម្យ៉ាងណាបងប្អូនមើលទៅប្លែកមានដាំស្រូវនៅខាងក្នុងនឹងតាក់ទាញចាបឲ្យហោះមកចាបមកហោះមកទុំនៅលើដើមស្រូវហ្នឹងអញ្ចឹងណាបងប្អូនការប្លែកភ្នែកចាពេលខ្ញុំទៅនេះក៏មានបរទេសគាត់ទៅដែរគឺទៅមើលការឆ្លាក់ធ្វើពីដៃអញ្ចឹងណាបងប្អូនចាគឺនៅក្នុងមានការឆ្លាក់ថ្មចាមានឆ្លាក់ឈើអីចឹងណាបងប្អូនធ្វើរូបផ្សេងចាធ្វើរូបត្រីធ្វើរូបប្រាសាទអង្គរវត្តអីផ្សេងទៅចាហើយបងប្អូនជាងដែលនៅខាងក្នុងហ្នឹងគឺមានទាំងស្រីទាំងប្រុសចាហើយដល់ពួកខ្ញុំទៅអត់មានយូហ្គាអីទេប៉ុន្តែបងប្អូនជនជាតិចាបរទេសហ្នឹងគឺគាត់ទៅមានកាយអីអញ្ចឹងណាបងប្អូនកាយគាត់នឹងណែនាំថាគេធ្វើអីមិន process គេដំណាក់កាលអីខ្លះចឹងណាបងប្អូនចាហើយរោងជាងគាត់ហ្នឹងគឺពីកន្លែងមួយទៅកន្លែងមួយក៏មានការតាក់ទាញដែរបងប្អូនចានិយាយទៅក៏មានការដូចគូរូបចាហើយបងប្រុសបកាយមែនទែនគឺគាត់គូរូបអង្គុយគូរូបចឹងណាបងប្អូនហើយមានការសូនអត់ធ្វើកឡអីចឹងដែរប៉ុន្តែថ្ងៃហ្នឹងគឺគាត់បិទជាទូទៅគឺមានការសូនកឡអីចឹងណាបងប្អូនហើយកូនរបស់ខ្ញុំគឺចាប់អារម្មណ៍មែនទែនគឺការគូរូបហើយគាត់ចង់គូរូបកូនស្រីប៉ុន្តែខ្ញុំបានប្រាប់ថាអត់ទេកូននេះគាត់និយាយថាតាំងបង្ហាញអត់មានជាកន្លែងដូចថាយើងទៅឲ្យក្មេងៗលេងអាចគូរូបបានទេអញ្ចឹងណាបងប្អូនចាហើយខ្ញុំចាប់អារម្មណ៍លើការប្រក់ដំបូលនៅក្នុងហាងកាហ្វេគាត់ហ្នឹងក្នុងរោងជាងហ្នឹងគឺគាត់ធ្វើរចនាបថមកស្អាតមែនទែនបងប្អូនអញ្ចឹងបានថាការតុបតែងនៅខេត្តសៀមរាបនេះគឺល្អិតល្អហាងកាហ្វេមួយឬក៏កន្លែងផ្ទះណាបុរាណគឺចេញមកលក្ខណៈបុរាណហ្មងបងប្អូនចាហើយបើតែគិតទៅគឺអស្ចារ្យមែនទែនសម្រាប់បងប្អូនដែលនៅខេត្តសៀមរាបដែលគាត់បានរៀនចំណេះជំនាញនឹងមកហើយគាត់ដូចតចាកូនចៅមកគឺពួកគាត់ចេះធ្វើការទាំងអស់នឹងអញ្ចឹងណាបងប្អូនចាហើយដូចជាកន្លែងនេះវិញគឺគាត់កំពុងតែដាប់ស្បែកគោធ្វើរូបអីផ្សេងអញ្ចឹងណាបងប្អូនចាហើយមើលទៅគឺល្អមែនទេបងប្អូនខាងនោះគឺគាត់វិញកំប្លោកចាគាត់កំពុងតែរៀបចំកំប្លោកហ្នឹងទៅធ្វើជាកាបូបធ្វើអីចឹងណាបងប្អូនចាហើយកូនរបស់ខ្ញុំនេះគឺគេចាប់អារម្មណ៍ពីស្បែកគោដែលពួកគាត់បានឆ្លាក់ទៅជារូបផ្សេងរូបដំរីរូបគ្រុឌអីចឹងណាបងប្អូនចាហើយក្នុងនោះក៏គាត់មានវិញដូចផ្ដៅបងប្អូនធ្វើជាកញ្ច្រែងធ្វើជាប្រអប់អីផ្សេងចានិយាយទៅគឺខ្ញុំចង់រៀនមែនទែនចង់ឲ្យកូនចេះរបៀបដែលយើងធ្វើពីដៃចឹងមកចាបងប្អូនហើយក្នុងនោះគឺគាត់ដាំដើមឈើឡើងតិចមានពណ៌បៃតងស្រស់ហើយផ្លូវដើរចូលទៅហាងកាហ្វេស្អាតបងប្អូនគាត់រៀបចំឡើងស្អាតហើយ clean គឺអត់មានសារ៉ាមម៉ាក់មួយទេបងប្អូនគឺគាត់រៀបចំបានយ៉ាងល្អអញ្ចឹងណាហើយពេលចូលទៅក្នុងទៀតហ្នឹងគឺចាពួកខ្ញុំដើរហួសទៅដល់រោងជាងកន្លែងពួកគាត់រៀបចំឈើទុកអីចឹងណាបងប្អូនក៏ពិតទៅផ្លូវហ្នឹងយើងមិនគាត់អត់បើកឲ្យយើងទៅខាងហ្នឹងទេព្រោះខាងហ្នឹងគឺ
រោងជាងសម្រាប់ដាក់ឈើដាក់អីផ្សេងទេពេលខ្ញុំដើរទៅដល់ទៅបានគាត់ប្រាប់ថាអូត្រូវត្រឡប់មកខាងនេះវិញហើយនៅក្នុងហ្នឹងគឺមានដាំដើមសំឡីកបាបងប្អូនចាគឺខ្ញុំខាងឃើញដើមនឹងយូរហើយប៉ុន្តែនៅក្នុងហាងកាហ្វេនេះគឺមានពួកគាត់ដាំទុកនៅនឹងទៅសម្រាប់ឲ្យយើងបានទៅដល់យើងឃើញអំពីដើមអូដើមកបាសយូរណាស់ហើយដែលយើងខានឃើញដើមអស់នឹងអញ្ចឹងណាបងប្អូនចារៀបចំទាំងដាំចាមានដើមផលិតដើមកំផ្លោកអីនៅក្នុងនឹងអញ្ចឹងណាបងប្អូនរៀបចំស្អាតមែនទែនកន្លែងគាត់ហើយពេលកូនរបស់ខ្ញុំគេដើរទៅក្នុងហ្នឹងគឺជាកន្លែងដែលគាត់លក់កាហ្វេហើយបងប្អូនអញ្ចឹងនៅក្នុងហ្នឹងមិនមានលក់តែកាហ្វេទេគឺមានទាំងអាហារពេលថ្ងៃសម្រាប់ពួកយើងកំងញ៉ាំដែរអញ្ចឹងណាបងប្អូនចាហើយខ្ញុំក៏បានចូលទៅខាងក្នុងនេះគឺជាកន្លែងដែលគាត់ធ្វើអ្វីពីដៃនឹងមកហើយក៏ដាក់តាំងនៅក្នុងហ្នឹងអញ្ចឹងភ្ញៀវទេសចរដែលគាត់អាចទៅហ្នឹងគាត់អាចទិញរបស់របរនឹងយកមកប្រើប្រាស់បានបងប្អូនដូចជាចាមានកម្មាដែលគាត់តបានខ្លួនឯងអញ្ចឹងណាបងប្អូនហើយកន្លែងនេះគឺខ្ញុំចាប់អារម្មណ៍គឺសេកូនឹងជាសេកូប្រាក់បងប្អូនតម្លៃមិនថ្លៃប្រហែលទេបងប្អូន$40-50ប៉ុន្តែប្រាក់សុទ្ធចឹងស្អាតណាបងប្អូនខ្ញុំចាប់អារម្មណ៍តាហើយមានទាំងចាហ្នឹងហើយបងប្អូនខាងក្នុងហ្នឹងគេមានលក់គ្រឿងអលង្ការចាដែលរបស់ធ្វើពីដៃហ្នឹងបងប្អូននិយាយទៅសិតសាច់ជារបស់ធ្វើពីដៃហើយខាងក្នុងហ្នឹងគឺរៀបចំស្អាតមែនទែន clean ហើយមានសញ្ញាសច្ចៈនៅក្នុងហ្នឹងតកតងនឹងហាងរបស់គេហ្នឹងគឺគេមានដាក់សញ្ញានឹងបញ្ជាក់ថាតកតងនឹងឈ្មោះហាងរបស់គេហ្នឹងឯងបងប្អូនចាហើយដើរមកផ្លេតចឹងក៏ពួកខ្ញុំបានសម្រាប់ញ៉ាំបាយថ្ងៃនៅក្នុងហាងហ្នឹងតែម្ដងចានៅក្នុងហ្នឹងគឺមានញ៉ាំមានខហើយម្ហូបឆ្ងាញ់ណាបងប្អូននៅក្នុងហ្នឹងហើយប្តីខ្ញុំក៏ចាប់អារម្មណ៍នឹងចាញ៉ាំតយងចេកគឺចូលចិត្តញ៉ាំតយងចេកនៅហ្នឹងចឹងណាបងប្អូនចាចេញពីញ៉ាំអីហើយសម្រាប់អស់ចិត្តហើយក៏បានដើរមកមើលចាកន្លែងត្បាញចាវិញអំបោះអីចឹងណាបងប្អូនត្បាញចេញជាកាបូបត្បាញបានហើយពួកគាត់ចាកាត់ដេរអីនៅក្នុងនឹងទាំងអស់អញ្ចឹងមានអារម្មណ៍ថាយើងទៅកន្លែងហាងកាហ្វេហ្នឹងបានទាំងញ៉ាំបាយឆ្ងាញ់កាហ្វេឆ្ងាញ់ហើយបានចំណីភ្នែកហើយបានចំណេះដឹងដែរបងប្អូនបានឃើញអំពីចាបងប្អូនខ្មែរយើងគឺគាត់ទៅវិញអំបោះហើយធ្វើពីសូត្រចឹងណាបងប្អូនចាហើយបន្ទាប់មកគាត់យកមកកាត់ដេរឲ្យខ្លួនឯងចឹងទៅចានិយាយទៅនៅក្នុងនឹងស្រស់ស្រាយបងប្អូនអាចមកខេត្តសៀមរាបបងប្អូនមិនគួររំលងទេទីកន្លែងនេះអញ្ចឹងណាបងប្អូនចាខាងណាបងប្អូនយើងតាមខាងណានេះ Silkworm. Yarn. Cái chân tập ba nhá. All of the things are made out of yarn. Nè, con phơ còn. Nè mơ bong phơ vậy, cái này mơ bong phơ thôi nhỉ. Yarn is the most Silk. Yarn is. Daddy, now can I swim? We asked you to go, you didn't go, right? You got a lot salt though. So you're still Chưa nó có bột à? We'll be home. you're not going to be able to swim until you throw this in. Well, we didn't buy your fish. Oh, now let's just come back. Mà Ly ở đây tha cái lạnh cái lựa chụp với họ nó Ly một butterfly sát ạ. Nó Ly